đãរូបភាពងាយៗនៅក្នុងកម្មវិធី Microsoft Word កម្មវិធី Microsoft Word មានច្រើនប្រភេទឥឡូវនេះខ្ញុំនឹងបង្ហាញតើតើការដាក់យកមកចុចទៅលើ toolbar យកពាក្យថា insert យក sharp ហើយគូប្រអប់មួយមកបាទគូហើយបន្តមកទៀតគឺយើងយក format ទៅក្នុង toolbar ដូចគ្នាយើងយកពាក្យថា sharp filter ហើយយើងយក picture ចឹង picture យក from file បន្តមកទៀតយើងយកនៅក្នុង 3D ខ្ញុំជ្រើសរើសរូបភាពដែលខ្ញុំត្រូវដាក់អូខេយើង insert បាទចុចលើរូបភាពហើយយកចុចលើ insert បន្តរូបភាពបានហើយអញ្ចឹងខ្ញុំចុចលើ format ដដែលខ្ញុំយក format ដដែលដើម្បីខ្ញុំដាក់រូបភាពបញ្ចូលឥឡូវនេះខ្ញុំយក sharp outline ចេញយកដិតតិចទៅដើម្បីឲ្យវាមើលទៅស្អាតតែយកប៉ុណ្ណេះចុះហើយខ្ញុំដាក់ពណ៌ក្រហមលើវាឲ្យវាឆាតឆាយតិចអូខេបាទពណ៌ក្រហមបែបនេះឥឡូវយើងបានមួយហើយឥឡូវយើងដាក់រូបភាពមួយទៀតគឺយើងកុចសាបដូចគ្នាចុចសាបដូចគ្នាអូខេចុចសាបហើយខ្ញុំគូប្រអប់មួយមកចុចសាបយើងសេរីទៅតាមអ្វីដែលយើងស្រឡាញ់ឥឡូវនេះខ្ញុំបែបនេះហើយខ្ញុំចុចខាងស្ដាំមកលើប្រអប់ហ្នឹងខ្ញុំយកពាក្យថា sharp filter ហើយបន្ទាប់មកយក from picture អូខេហើយបន្ទាប់មកយក from file បាទ from a file ហើយបន្ទាប់មកខ្ញុំជ្រើសរើសរូបដែលខ្ញុំត្រូវដាក់បញ្ចូលដាក់រូបបញ្ចូលមកហើយខ្ញុំ insert ជាការស្រេចនោះខ្ញុំនឹងបានរូបបែបនេះមកខ្ញុំអាចសេរីបានទៅតាមអ្វីដែលយើងស្រឡាញ់យើងចូលចិត្តយើងយកទំហំសេរីមកយើងអាចក្របវាក៏បានឬក៏យើងសេរីទៅតាមអ្វីដែលយើងចង់បាននេះជាវិធីងាយៗក្នុងការដាក់រូបភាព